សុស្ដីបងប្អូនថ្ងៃនេះនាំក្មេងៗមកជិះទូកដល់ខែទឹកឡើងឆ្នាំនេះទឹកឡើងច្រើនជាងឆ្នាំមុនឃើញសពេញបឹងហើយអបសុកពេកក៏នាំពួកគាត់មកមើលទឹកហើយជិះទូកលេងចឹងណានៅតាមសុខសាយជនបទមួយយ៉ាងណាបងប្អូនពេលដៅប្រាំងទៅមានស្រែមានស្រូវទៅពេលដៅផ្សារមានទឹកមានអីបងប្អូនធ្វើស្រែដែរតែឥឡូវឆ្នាំនេះលិចហើយឃើញទឹកសពេញហើយញីអាណាងាយកញ្ញាញលេមើលលេងចង់មកមើលទឹកមកជិះទូកលេងហ្នឹងចុយសអើយកូនគេជូនគាត់មកជិះទឹកណាមួយគាត់មិនសូវដែលបានមកហ្នឹងពេលមកលេងទឹកចឹងក៏មានអារម្មណ៍សប្បាយចឹងអាចក្មេងយិចឹងជូនបានជូនគាត់យកទៅលក់ដល់ស្រុកវិញហើយមិនដឹងមកមើលទឹកធ្លាក់អុយស្រួលធម្មជាតិហ្នឹងញ៉ាញ់អាហ្នឹងក៏ជាការកាត់បន្ថយនៃភាពស្មុគស្មាញតាមតឹងរបស់យើងបានមួយកម្រិតដែរសប្បាយខ្លះកើតទុកខ្លះរីករាយខ្លះដើរលេងខ្លះហ្នឹងដែរជីវិតវាមិនសនុកសុខស្រួលគ្រប់ពេលគ្រប់បែបយ៉ាងតើយើងចេះបង្កើតក្តីសុខឲ្យខ្លួនឯងគិតល្អល្អធ្វើល្អល្អនិយាយល្អរស់នៅចុះសម្រុងកុំបៀតបៀនអ្នកដទៃសន្សំសុខទៅជីវិតរស់បានសុខស្រួលថ្ងៃលិចពេលដែលនាំពួកគាត់ទៅលេងទឹកជិះទូកយើងគាត់មានអារម្មណ៍សប្បាយរីករាយដែលយើងមានពេលវេលាឲ្យពួកគាត់មិនមែនញ៉ាញ់គ្រួសារកាន់តែជិតស្និទ្ធជាងមុនហើយលិចស្រូវលិចស្រែដល់លបងវត្តលិចនោះហេមកបែកក្រោនមានភ្នំមានព្រៃស្អាតរយុញ៉ាញ់ហេ